អាជីវកម្មរបស់គាត់ទើបតែដឹងថាត្រូវជាប់ធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុតើត្រូវរងពិន័យដែរឬទេសូមជម្រាបសួរលោកស្រីនាងកញ្ញាជាទីមេត្រីបាទថ្ងៃនេះខ្ញុំលោកគ្រូហេងបាទទទួលបាននៅសំណួរពីប្រិយមិត្តយើងទៀតហើយបងប្អូនម្ចាស់អាជីវកម្មទៀតហើយដល់តាក់ទងជាមួយនឹងការពិន័យអន្តរការរបស់និយត្តករម្នាក់នេះនឹងសវនកម្មគាត់មានសំណួរសួរថាបើសិនជាករណីដែលអាជីវកម្មរបស់គាត់ទើបតែដឹងថាត្រូវជាប់ធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុតើត្រូវរងពិន័យដែរឬទេមុននឹងឆ្លើយនៅសំណួរនេះខ្ញុំសូមរំលឹកអំពីប្រកាសស្ដីអំពីការធ្វើសវនកម្មតើក្រុមហ៊ុនណាខ្លះដែលត្រូវជាប់កាតព្វកិច្ចក្នុងការធ្វើសវនកម្មបន្តមកខ្ញុំនឹងលើកយកនៅអនុក្រឹត្យស្ដីពីការពិន័យអន្តរការរបស់និយត្តករសវនកម្មនិងគណនេយ្យនោះអញ្ចឹងយើងត្រូវយល់ថាតើគ្រឹះស្ថានណាខ្លះដែលត្រូវមានកាតព្វកិច្ចធ្វើសវនកម្មទី1គឺជាគ្រឹះស្ថានសាធារណៈគ្រឹះស្ថានសាធារណៈគឺជាគ្រឹះស្ថានរបស់រដ្ឋបាទយោងទៅតាមច្បាប់សហគ្រាសសាធារណៈហ្នឹងបានចែកសហគ្រាសសាធារណៈហ្នឹងជា3ទម្រង់បាទទី1គឺសហគ្រាសសាធារណៈដែលមានលក្ខណៈសេដ្ឋកិច្ចហើយទី2ហ្នឹងគឺក្រុមហ៊ុនរដ្ឋដែលហៅថា state company ហ្នឹងហើយទី3ហ្នឹងគឺក្រុមហ៊ុនចម្រុះរដ្ឋនិងឯកជនដែលគេហៅថា joint venture បាទបាទអញ្ចឹងវាមាន3ហ្នឹងហើយអនុលោមទៅតាមច្បាប់របស់គ្រឹះស្ថានសាធារណៈហ្នឹងទី1ហ្នឹងគឺត្រូវតែធ្វើសវនកម្មទី2គឺជាក្រុមហ៊ុនដែលទទួលបាននៅអាជ្ញាប័ណ្ណពីធនាគារជាតិបាទធនាគារជាតិហ្នឹងមាន banking ហ្នឹងហើយ microfinance leasing credit operator អីហ្នឹងតែទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិហ្នឹងក៏ត្រូវធ្វើសវនកម្មនៅរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំដែរហើយទី3ហ្នឹងគឺក្រុមហ៊ុនដែលទទួលបានអាជ្ញាប័ណ្ណពីនិយត្តករមូលបត្រកម្ពុជាបាទនឹងក៏ត្រូវធ្វើសវនកម្មដែរហើយទី4គឺក្រុមហ៊ុនដែលទទួលបានអាជ្ញាប័ណ្ណពី insurance និយត្តករ insurance ហ្នឹងអញ្ចឹងទាំងអស់ហ្នឹងហើយគឺជាគ្រឹះស្ថានដែលត្រូវធ្វើសវនកម្មរួមទាំងគ្រឹះស្ថានរោងចក្រទាំងឡាយណាដែលទទួលបាននៅហៅថា QIP ជាការវិនិយោគមានលក្ខណៈគ្រប់គ្រាន់នោះចេញពី CDC ក៏ត្រូវធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំដែរហើយមាននៅគ្រឹះស្ថានផ្សេងទៀតដែលវាមិន compulsory ប៉ុន្តែមានជាប់នៅក្នុង criteria 2នៅក្នុងចំណោម criteria 3នៅក្នុងលក្ខខណ្ឌ3ទី1គឺគ្រឹះស្ថានឯកជនទាំងឡាយណាដែលគាត់មានចំណូលប្រហែល$1 លានឡើងទៅបាទគឺស្មើនឹង$4,000 លានហើយមានទ្រព្យសកម្មសរុប$75,000គឺប្រហែល$3,000 លានរៀលហើយនឹងបុគ្គលិកលើសពី100នាក់ឡើងទៅអញ្ចឹងមិនទៅនៅក្នុងចំណោម3ហ្នឹងគឺស្ថានយើងតែរករបរទទួលទានហ្នឹងក្រុមហ៊ុនយើងហ្នឹងជាប់2ក្នុងចំណោម3ហ្នឹងគឺត្រូវតែធ្វើសវនកម្មហើយមួយទៀតគឺ NGO ដែលមានចំណាយលើសពី$50,000ទៅហើយនឹងបុគ្គលិកលើសពី20នាក់ហ្នឹងទៅគឺត្រូវជាប់សវនកម្មដែរអញ្ចឹងសរុបមកវិញបើបងប្អូននិងម្ចាស់អាជីវកម្មទាំងអស់ដែលជាប់នៅក្នុងលក្ខខណ្ឌខាងលើហ្នឹងដូចខ្ញុំរៀបរាប់ខាងលើហ្នឹងគឺសូមយកចិត្តទុកដាក់ធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុជារៀងរាល់ឆ្នាំបាទ Joe.